ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបានលើកយកចំណោទថ្មីមួយដើម្បីមកបង្រៀនបងប្អូនទាំងអស់គ្នាប៉ុន្តែមុននឹងឈានទៅដល់ការដោះស្រាយចំណោទនោះអ្នកគ្រូសូមធ្វើការណែនាំអំពីគោលការណ៍សំខាន់ៗចំនួន4ជាមុនសិនដែលនៅក្នុងគោលការណ៍ទី1នោះគឺបងប្អូនត្រូវអានប្រធានចំណោទឲ្យបានយ៉ាងហោចណាស់ចំនួន3ដងចំពោះចំណុចទី2វិញគឺបងប្អូនត្រូវសិក្សាទៅលើបម្រាប់ដែលប្រធានបានផ្ដល់ឲ្យចំពោះទី3នោះគឺបងប្អូនត្រូវជ្រើសរើសប្រមាណវិធីបូកដកគុណឬចែកដើម្បីឲ្យបានត្រឹមត្រូវទៅតាមប្រធានចំណោទដែលគេបានផ្ដល់ឲ្យចំពោះចំណុចទី4ដែលជាចំណុចចុងក្រោយនោះគឺបងប្អូនត្រូវសិក្សាទៅលើសំណួរដែលប្រធានចំណោទបានចោទសួរដូច្នេះសូមបងប្អូនមកអានប្រធានចំណោទជាមួយនឹងអ្នកគ្រូចំណោទសប្បកម្មមួយត្បាញក្រមាបាន125ក្នុងមួយថ្ងៃតើរយៈពេល45ថ្ងៃសប្បកម្មនោះត្បាញក្រមាបានប៉ុន្មានអញ្ចឹងបន្ទាប់ពីអ្នកគ្រូបានអានប្រធានចំណោទឲ្យបងប្អូនចំនួនម្ដងរួចមកហើយនោះសូមបងប្អូនអានប្រធានចំណោទដោយខ្លួនឯងចំនួន2ដងទៀតបន្ទាប់ពីបងប្អូនបានអានប្រធានចំណោទដោយខ្លួនឯងចំនួន2ដងរួចមកហើយនោះដូច្នេះសូមបងប្អូនមកស្រង់បំរាប់ជាមួយនឹងអ្នកគ្រូដោយចំណោទរបស់យើងនោះគឺសប្បកម្មមួយត្បាញក្រមាបាន125ក្នុងមួយថ្ងៃតើរយៈពេល45ថ្ងៃសប្បកម្មនោះត្បាញក្រមាបានប៉ុន្មានដោយសំណួររបស់យើងនឹងគេបានសួរថាតើរយៈពេល45ថ្ងៃសប្បកម្មនោះត្បាញក្រមាបានប៉ុន្មានអញ្ចឹងបងប្អូនអាចរកបានថារកចំនួនក្រមាដែលសប្បកម្មនោះត្បាញបានរយៈពេល45ថ្ងៃដោយសំណួរគេសួរដូច្នេះបងប្អូនអាចយក125គុណជាមួយនឹង45ដូច្នេះសូមបងប្អូនមកធ្វើប្រមាណវិធីជាមួយនឹងអ្នកគ្រូ125គុណនឹង45 5 ដង25សរសេរលេខ5ត្រាទុក2 5 2ដង10 10និង2 10 2សរសេរលេខ2ត្រាទុក1 5ម្ដង5និង1 6 4 5ដង20សរសេរលេខ0ត្រាទុក2 4 2ដង8 8និង2 10សរសេរលេខ0ត្រាទុក1 4ម្ដង4និង1 5 2បូក0ស្មើនឹង2 6បូក0ស្មើនឹង6លេខ5ទម្លាក់ចុះអញ្ចឹងចម្លើយរបស់យើងនោះគឺ5625ក្រមាអញ្ចឹងសំណួររបស់យើងគេសួរថាតើរយៈពេល45ថ្ងៃសប្បកម្មនោះត្បាញក្រមាបានប៉ុន្មានដូច្នេះបងប្អូនអាចឆ្លើយបានថាឆ្លើយថារយៈពេល45ថ្ងៃរយៈពេល45ថ្ងៃសប្បកម្មនោះត្បាញក្រមាបានត្បាញក្រមាបាន5625ក្រមា អ
អញ្ចឹងឆ្លើយថារយៈពេល45ថ្ងៃសិប្បកម្មនោះត្បាញក្រមាបាន5625ក្រមាដូច្នេះការដោះស្រាយចំណោទរបស់អ្នកគ្រូក៏បានឈានទៅដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ